រិយតាមអភិរក្សសំណង់បេតិកភណ្ឌតាមច្បាប់ហើយនឹងការអភិរក្សសំណង់បេតិកភណ្ឌបុរាណហ្នឹងតាម trend បានន័យថាតាមស្មារតីសង្គមតគ្នាតើវាមានភាពខុសគ្នាយ៉ាងណាដែរចាសូមអញ្ជើញចាបាទក្មួយសួរអភិរក្សតាមច្បាប់ហើយនឹងតាមសង្គមបាទតាមស្មារតីសង្គមអភិរក្សតាមច្បាប់គឺទី1គឺការអភិរក្សដែលយើងមានចែងជាច្បាប់កំណត់បទបញ្ញត្តិការដាក់ទណ្ឌកម្មការអនុវត្តនីតិវិធីជាដើមបាទកាលណាឧទាហរណ៍ថាអ្នកណាធ្វើខុសអ្នកនោះទទួលទោសទណ្ឌកម្មចឹងទៅបាទឧទាហរណ៍ថាគាដែលត្រូវអភិរក្សឬបេតិកភណ្ឌដែលត្រូវអភិរក្សដូចជាប្រាសាទអង្គរវត្តឬក៏ប្រាសាទព្រះវិហារបាទអញ្ចឹងប្រាសាទអស់នេះត្រូវបានអភិរក្សនៅក្នុងប្រទេសយើងផងហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងហ្នឹងហៅថាតាមច្បាប់ហើយអ្នកណាដែលទៅបំផ្លិចបំផ្លាញរបស់អស់នោះគឺនឹងមានច្បាប់ជាតិអន្តរជាតិពិភពលោកដាក់ទណ្ឌកម្មដល់អ្នកនោះបាទជននោះឬក៏ក្រុមនោះហើយមួយទៀតការអភិរក្សតាមស្មារតីសង្គមអញ្ចឹងស្មារតីសង្គមខុសពីតាមច្បាប់អញ្ចឹងมันបានថាចែងជាច្បាប់ជាអីទេក៏ប៉ុន្តែទៅតាមការយល់ដឹងការស្រឡាញ់ការឲ្យតម្លៃការគោរពបាទអញ្ចឹងទណ្ឌកម្មនោះគឺมันបានជាប់ទោសជាប់ប៉ុន្តែជាប់ទណ្ឌកម្មនៅក្នុងផ្លូវអារម្មណ៍បាទឧទាហរណ៍ថាអ្នកណាទៅប្រសានបំផ្លាញទីតាំងបុរាណដ្ឋានណាមួយឬក៏ប្រាសាទបុរាណឬក៏បេតិកភណ្ឌណាមួយពិសេសដូចបំផ្លាញអង្គរវត្តឬក៏បំផ្លាញព្រះវិហារជាផ្លូវអារម្មណ៍យើងគិតថាបើយើងថាយើងមិនបានអ្នកបំផ្លាញតែយើងដឹងរឿងយើងមានអារម្មណ៍ថាឈឺចាប់សម្រាប់យើងថាឈឺចាប់ក្នុងផ្លូវអារម្មណ៍ប៉ុន្តែអ្នកដែលគាត់បំផ្លាញហ្នឹងមែនតើអាចគាត់មិនឈឺចាប់ជាក់ស្ដែងមិនឈឺចាប់ប៉ុន្តែផ្លូវចិត្តគាត់រងប៉ះពាល់ខ្លាំងបាទរងខ្លាំងមែនតើខ្ញុំក៏មានចំណុចបន្ថែមពីលើដែរដោយសារខ្ញុំឃើញតែថ្មីនេះយើងទៅតែវាយអាគារចាស់មួយចោលដែលល្បីមែនតើអាគារអង្គរមានជ័យពីមុនហើយដោយដែលភ្ជាប់ជាមួយនឹងបទបង្ហាញរបស់លោកជំទាវមិញបង្ហាញពីទីតាំងអាគារចាស់ទាំងនឹងខ្ញុំចង់លើកជាគំនិតមួយឧទាហរណ៍ថាឧបមាដោយសារតែខ្ញុំមិនមែនអ្នកទៅធ្វើនឹងផ្ទាល់បើសិនជាវាយអាគារនឹងចោលហើយ at least យ៉ាងហោចណាស់យើងអាចទុកផ្នែកមួយបំណែកណាមួយនៃអាគារនឹងនៅនឹងជាហ្វាសាតជាផ្នែកខាងមុខឬក៏ចំហៀងដើម្បីបង្ហាញពីតម្លៃប្រវត្តិសាស្ត្រអាគារហ្នឹងនៅកន្លែងហ្នឹងខ្លះព្រោះដោយសារតម្លៃប្រវត្តិសាស្ត្រក៏យើងវាយចោលទៅហើយយើងអាចប្រមូលវាមកវិញបានភ្លាមទេដោយសារវារយៈពេលវាយូរអាចជា100ឆ្នាំ50ឆ្នាំ40ឆ្នាំពេលវេលាទាំងអស់ហ្នឹងយើងពេលខ្លះ2-3ជំនាន់ក៏អាចមានដែរអញ្ចឹងខ្ញុំគិតថាបើសិនជាអាចទុកផ្នែកខាងមុខឬខាងក្រោយឬចំហៀងផ្នែកណាមួយជាទឹកតាំងដែលសល់ពីខាងមុនមកគឺពិតជាល្អមែនតើនេះគឺជាគំនិតរបស់ខ្ញុំជាការបញ្ចេញយោបល់ផ្ទាល់តែអរគុណដែលឡែកខ្ញុំចង់បញ្ជាក់ការចាប់អារម្មណ៍តិចតាក់ទងទៅអ្វីទៅជាការអភិរក្សខ្ញុំគិតថាបើយើងនិយាយអំពីការអភិរក្សគឺយើងនិយាយអំពីច្បាប់ការអនុវត្តទៅតាមបច្ចេកទេសគឺមិននិយាយនៅក្នុងស្មារតីអីទេនេះគឺជាការអភិរក្សទៅតាមអ្វីដែលជាការយល់ឃើញរបស់ខ្ញុំហើយខ្ញុំបានរៀនសូត្រតាក់ទងទៅនឹងការអភិរក្សដែរការអភិរក្សមែនតើទៅខ្ញុំអាចនិយាយទៅតាមការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំឆ្លងកាត់ការសិក្សាបទពិសោធន៍កន្លងមកគេអាចចែកចេញជា3គេចែកតំបន់ហ្នឹងជា3គេចែកប្រភេទសំណង់ហ្នឹងជា3មួយមានន័យថាអភិរក្សហ្នឹងនៅក្នុងលក្ខខណ្ឌគឺយើងអាចជួសជុលផ្នែកណាបានឧទាហរណ៍ថាឥឡូវយើងអាចកែលម្អខាងក្នុងបានរក្សាហ្វាសាតខាងក្រៅឬក៏ត្រូវវាយចោលយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែប្រសិនបើស្ថិតនៅក្នុងលក្ខខណ្ឌមួយសំណង់នេះជាសំណង់ដែលបេតិកភណ្ឌតែម្ដងក៏ប៉ុន្តែឧទាហរណ៍ស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលមិនអាចធ្វើការជួសជុលនៅក្នុងលក្ខខណ្ឌមួយណាបានទេត្រូវតែរុះរើវាយចោលក៏ប៉ុន្តែអាហ្នឹងនៅក្នុងលក្ខខណ្ឌហ្នឹងបើជាប្រភេទសំណង់ដែលវាមានតម្លៃប្រវត្តិសាស្ត្រសំខាន់ជាទីបំផុតគេអាចនឹងសង់ឡើងមកវិញហើយគេបំរើមុខងារថ្មី
ទៅជាមុខងារទេសចរក៏ដូចគ្នាតេតងទៅនឹងវិស័យស្ថាបត្យកម្មយើងដូចគ្នាគេចង់មកមើលថាតើអ្វីទៅជាប្រវត្តិសាស្ត្រនៃប្រទេសរបស់យើងអញ្ចឹងសំណង់ទាំងអស់ហ្នឹងឯងដែលវាបញ្ជាក់ថាប្រវត្តិសាស្ត្ររបស់យើងយ៉ាងម៉េចហើយអាហ្នឹងយើងរកលុយពីទេសចរបានបើមិនជឿសាកប្រទេសយើងជឿនលឿនដូចគេមើលបើគេមកមើលគេអត់មកមើលទេអត់ដឹងមកមើលអីទេយើងជឿនលឿនដោយបាត់ប្រវត្តិសាស្ត្របាត់នៅអ្វីដែលជាវប្បធម៌ប្រពៃណីខ្លួនឯងគឺអត់មានតម្លៃអីទេអញ្ចឹងបើយើងនិយាយអំពីការអភិរក្សវាមាន3ហ្នឹងគេចែកហ្សូនហ្នឹងប៉ះអត់បានហ្មងបើប៉ះបានគឺរដ្ឋបិទរហូតដោយក្រសួងយើងបានបង្កើតគណៈកម្មការខ្ញុំយល់ថាវាជារឿងមួយល្អដែលជាការគិតគូរដ៏ឆ្លៀសវៃរបស់ថ្នាក់ដឹកនាំរបស់យើងហើយឧបយើងបានរៀបចំអ្នកជំនាញចុះទៅក៏ប៉ុន្តែយើងត្រូវតែដើរទៅមុខឲ្យជ្រៅជាងនឹងយើងមិនអាចថាអានេះខ្ញុំលើកត្រង់ណាមិនអាចថាឃើញអានឹងចាស់មធ្យោបាយមានតែមួយគត់វាយចោលអត់ទេមិនតន់ជាជំរឿសមួយដែលតល់ឆ្វក់នៅឡើយទេមានន័យថាបើសិនជាសំណង់នឹងជាប្រភេទសំណង់ធម្មតាឧទាហរណ៍អានឹងយើងអាចរស់រើបានតែបើវាជាសំណង់ប្រវត្តិសាស្ត្រមួយដែលចាំបាច់តែម្ដងគឺបើត្រូវចាយលុយដើម្បីពង្រឹងស្រាក់ឈើនឹងឧទាហរណ៍ថាឥឡូវយើងជំលះប្រជាជនចេញដោយគោលនយោបាយបើយើងដោះដូរត្រឹមត្រូវដោយយើងមានធនធានចំណាយឲ្យពួកគាត់ជូនពួកគាត់ដោះដូរចេញទៅយើងយកអាគារនោះមករក្សាទុកហើយធ្វើការជួសជុលទៅពង្រឹងស្រាក់ឈើឡើងវិញហើយរក្សាអាគារហ្នឹងទៅជាកន្លែងសារមន្ទីរអីមួយដើម្បីរកចំណូលពីវិស័យទេសចរមកវិញក៏ជាមធ្យោបាយដែរក៏ប៉ុន្តែខ្ញុំជឿថាក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់អាដាមឧបសាយសំអាល់ខ្ញុំជឿថាលោកនឹងមានការគិតគូរវែងឆ្ងាយជាងនឹងបន្តទៅទៀតនេះគឺជាសញ្ញាល្អដែលជាការចាប់ផ្ដើមដែលគិតគូរទៅលើសុវត្ថិភាពប្រជាជនជាចម្បងក៏ប៉ុន្តែបន្ទាប់ពីសុវត្ថិភាពប្រជាជនជាចម្បងយើងនឹងចាប់ផ្ដើមគិតទៅលើអ្វីដែលជាតម្លៃប្រវត្តិសាស្ត្ររបស់អាគាររបស់យើងហើយ